កុំចង់ចំណេញតែថ្លៃជួលផ្ទះឲ្យជនបរទេសប្រយ័ត្នតែជាប់ទោសទណ្ឌនិងអស់លុយផាកពិន័យម្ចាស់ផ្ទះឬក៏ម្ចាស់បរិយាខុនដូគឺត្រូវតែដឹងការជួលផ្ទះឲ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ឬមិនបានរាយការណ៍នឹងធ្វើឲ្យអ្នកប្រឈមទៅនឹងច្បាប់អន្តោប្រវេសន៍យ៉ាងធ្ងន់ធ្ងរទីមួយនោះគឺប្រយ័ត្នជាប់ទោសទណ្ឌនិងពិន័យជាប្រាក់បើតាមមាត្រា29ប្រសិនបើលាក់បាំងឬជួយសម្រួលឲ្យជនបរទេសគ្មានឯកសារស្នាក់នៅអ្នកនឹងជាប់ពន្ធនាគារពី3ទៅ6ខែនិងពិន័យជាប្រាក់ពី1លានដល់4លានរៀលមួយវិញទៀតកាតព្វកិច្ចរាយការណ៍នៅក្នុងរយៈពេល24ម៉ោងបើទោះបីជាជនបរទេសមានឯកសារត្រឹមត្រូវក៏ដោយបើម្ចាស់ផ្ទះមិនបានចុះឈ្មោះនៅក្នុងប្រព័ន្ធ FPCS នៅក្នុងរយៈពេល24ម៉ោងនោះទេអ្នកនឹងត្រូវសមត្ថកិច្ចចុះត្រួតពិនិត្យនិងផាកពិន័យរដ្ឋបាលអញ្ចឹងដើម្បីការពារខ្លួនឲ្យបានសុវត្ថិភាព 100%ម្ចាស់ផ្ទះគឺត្រូវឆែកឯកសារគឺត្រូវសុំមើលប៉ាសពត Visa ដែលមានសុពលភាពហាមជួលឲ្យអ្នកដែលគ្មានឯកសារដាច់ខាតចុះឈ្មោះភ្លាមៗប្រើប្រាស់ App FPCS ដើម្បីរាយការណ៍វត្តមានជនបរទេសទៅសមត្ថកិច្ចបើឃើញមិនស្រួលត្រូវប្តឹងប៉ូលីសជាបន្ទាន់ដើម្បីការពារខ្លួនពីការចោទថាជាអ្នកសំគំនិតសរុបមកពិនិត្យឲ្យបានច្បាស់ចុះឈ្មោះឲ្យបានលឿនដើម្បីការពារលុយកាក់និងសេរីភាពរបស់លោកអ្នកចង់ទិញលក់ជួលអចលនទ្រព្យមែនទេសូមតាក់ទងមកកាន់ Harbour Property